ជាដំណឹងអាក្រក់មួយសម្រាប់ fan របស់ Cristiano Ronaldo ព្រោះថារដូវកាលក្រោយអាចជារដូវកាលចុងក្រោយរបស់គាត់នៅក្នុងអាជីពជាកីឡាករបាល់ទាត់កាលពីប្រហែលថ្ងៃមុននេះគាត់បាននិយាយនៅក្នុងសន្និសីទកាសែតមួយថារដូវកាលក្រោយអាចនឹងជារដូវកាលចុងក្រោយរបស់គាត់នៅក្នុងអាជីពជាកីឡាករបាល់ទាត់ហើយគាត់ចង់បន្សល់ទុកកេរមរតកដ៏អស្ចារ្យសម្រាប់ពិភពបាល់ទាត់ដោយដែលអ្នកនរគ្នាបានដឹងអញ្ចឹងថា Cristiano Ronaldo គឺជាកីឡាករដ៏អស្ចារ្យម្នាក់នៅក្នុងពិភពលោកក្នុងអាជីពបាល់ទាត់របស់គាត់បានឈ្នះពានរង្វាន់ធំៗនៅលើពិភពលោកសឹងតែទាំងអស់ទៅហើយលើកលែងតែ World Cup មួយគត់ហើយពានរង្វាន់ធំៗដែលគាត់ធ្លាប់ឈ្នះនៅក្នុងអាជីពបាល់ទាត់របស់គាត់មានដូចជា Premier League, La Liga, Serie A, Champions League, UEFA Euro, UEFA Nations League និងពានឯកជនរបស់គាត់មានដូចជា Ballon d'Or ចំនួន5សម័យកាលរួមទាំងពានរង្វាន់ផ្សេងៗទៀតជាច្រើនគួររំលឹកផងដែរថា Cristiano Ronaldo សប្តាហ៍ថ្ងៃមានវ័យ41ឆ្នាំហើយដូច្នេះរដូវកាលក្រោយគាត់នឹងមានវ័យ42ឆ្នាំអញ្ចឹងល្មមដល់ពេលដែលគាត់ត្រូវសម្រាកពីពិភពបាល់ទាត់ហើយព្រោះថាកីឡាករដែលមានវ័យប៉ុនគាត់គឺភាគច្រើនគេចូលនិវត្តន៍អស់ហើយជាចុងក្រោយមានតែពាក្យថាសោកស្ដាយដោយសារតែចាប់ពីរដូវកាលក្រោយយើងអាចនឹងលេងបានឃើញ God ម្នាក់ទៀតហើយនៅក្នុងពិភពបាល់ទាត់